តោះសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកជួបជាមួយបងប្អូន admin ទៀតហើយថ្ងៃនេះបងប្អូន admin នាំសាច់រឿងថ្មីចែកម្លែកទៅពុកម៉ែបងប្អូនទៀតហើយសាច់រឿងថ្ងៃនេះបងប្អូននិយាយទៅមានពាក្យលឺលួខ្វះខាតក៏សូមអធិស្ឋានផងតែមុននឹងចូលសាច់រឿងរបស់យើងក៏សូមជម្រាបសួរទៅពុកម៉ែបងប្អូនយ៉ាងម៉េចដែរពុកម៉ែបងប្អូនសុខសប្បាយអត់ហើយអ្នកតាមដាន channel រិទ្ធសម្រាយរឿងក៏សូមជួយ subscribe channel បងប្អូនម្នាក់មួយម្នាក់ពីរផងឲ្យបងប្អូនមានកម្លាំងចិត្តហើយ comment មកលេងបងប្អូនផងតោះបែរទៅសាច់រឿងយើងវិញសាច់រឿងលោកតាណៃថ្ងៃនេះនិយាយដើមពីលោកតាណៃម្ដងហើយលោកតាណៃបានចែកសាច់រឿងរបស់គាត់ណាផ្ទាល់ខ្លួនរបស់គាត់មកឲ្យរូបខ្ញុំនិយាយណាលោកតាណៃគាត់មានអាយុ67ឆ្នាំហើយបងប្អូនហើយលោកយាយរបស់គាត់មានអាយុតែ58ឆ្នាំទេខុសគ្នាណាបងប្អូនដោយសារតែលោកយាយរបស់គាត់នៅក្មេងជាងអញ្ចឹងលោកយាយរបស់គាត់មានចាប់ដើមមានជំងឺអាយុ50ជាងពុកម៉ែបងប្អូន52 53ម៉ែហើយលោកយាយរបស់គាត់ក៏ចាប់ដើមឈឺធ្លាក់ខ្លួនម្ដងបន្តិចដោយសារតែលោកតាហើយនឹងលោកយាយគាត់មានតែស្រែចម្ការនឹងធ្វើចម្ការនឹងបានលុយបានកាក់មកគ្រាន់តែចិញ្ចឹមជីវិតរបស់គាត់ហើយលោកតាណៃគាត់មើលលោកយាយថ្នាំសកូវឲ្យលោកយាយដែរតែដោយសារជំងឺលោកយាយរបស់គាត់ហ្នឹងជំងឺដែលមើលមិនជាជំងឺមហារីកគ្រាប់ឈាមពុកម៉ែបងប្អូនដល់ពេលគាត់មើលលោកយាយរបស់គាត់យូរទៅដូចថាលោកតារោគចំណូលមិនបានថ្លៃថ្នាំថ្លៃសកូវរបស់លោកយាយក៏លក់ស្រែម្ដងបន្តិចមើលលោកយាយហ្នឹងដោយសារតែគាត់គិតថាប្តីប្រពន្ធរបស់គាត់ធ្លាប់រស់នៅជាមួយគ្នាយូរដែរហើយដល់ពេលអញ្ចឹងគាត់ត្រូវតែឈឺត្រូវតែមើលលោកយាយលោកតាណៃមើលរយៈពេល1ឆ្នាំទៅ2ឆ្នាំលក់អស់ហើយលោកតាថាលក់ដីស្រែលក់ដីភូមិលក់ទាំងផ្ទះលក់ទាំងដីផ្ទះធ្លាប់នៅណាលក់អស់ហើយគ្រាន់មើលលោកយាយគាត់ថានៅតែមើលលោកយាយមិនជាទៀតលោកយាយរបស់គាត់ក៏បានបាត់បង់ជីវិតពេលហ្នឹងដោយសារតែគ្មានលុយគ្មានកាក់បន្តទៅមុខទៀតក៏គាត់បាត់បង់ជីវិតពេលហ្នឹងទៅហើយគាត់លោកតាណៃគាត់បានធ្វើបុណ្យធ្វើទានឲ្យលោកយាយដែរធ្វើអីរួចលោកតាណៃគាត់ដូចថាគាត់អស់ដីស្រែដីចម្ការដែលគាត់ធ្លាប់ធ្វើធ្លាប់នៅដីភូមិគាត់ធ្លាប់នៅលោកតាណៃក៏សម្រេចចិត្តទៅរស់នៅឯលអាងភ្នំលោកតាណៃគាត់ថាគាត់ទៅរស់នៅលអាងភ្នំរយៈពេល7ឆ្នាំបានគាត់នឹកឃើញមកធ្វើបុណ្យឲ្យលោកយាយម្ដងយូរណាពុកម៉ែបងប្អូន7ឆ្នាំយូរណាដល់ពេលខែបុណ្យខែទៀនអញ្ចឹងលោកតាក៏បាននឹកឃើញថាមកធ្វើបុណ្យឲ្យលោកយាយម្ដងដល់ពេលលោកតាណៃនេះបានមកដល់ស្រុកកំណើតនេះអ្នកស្រុកអ្នកភូមិក៏គេគិតថាស្មានតែលោកតាហ្នឹងបាត់បង់ជីវិតហើយដោយសារតែគ្មានដំណឹងពីលោកតាណៃហ្នឹងអញ្ចឹងអ្នកស្រុកអ្នកភូមិក៏បានមកលេងលោកតាណៃហ្នឹងគ្រប់គ្នាដោយសារតែបាត់យូរណាហើយក៏ក្មួយស្រីណែតនេះក៏បានមកលេងលោកតាដែរដោយសារតែក្មួយស្រីណែតនេះគាត់មានភាពអាណិតទៅលើលោកតាហ្នឹងអ្នកស្រុកអ្នកភូមិហ្នឹងក៏បានខាត់លោកតាហ្នឹងឲ្យរស់នៅជាមួយដោយថាចិត្តផ្ទះប្អូនស្រីណែតហ្នឹងណាចិត្តផ្ទះប្អូនស្រីណែតហ្នឹងទៅដូចថាអ្នកស្រុកអ្នកភូមិគេមើលទៅអាណិតគេចេះឲ្យដូចថាសល់ផ្ទះមួយអញ្ចឹងគាត់ឲ្យរស់នៅហ្នឹងទៅដល់ពេលលោកតាណៃគាត់រស់នៅយូរទៅដូចថាក្រែងចិត្តអ្នកចិត្តខាងដោយសារតែអ្នកចិត្តខាងគាត់
tay tại vô bài mà hộp ấy chun quần chẳng á hỏi lục ta này nứng nơi ở đi ta mùi xây này nè còn tay để lơ bài chỉ riêng rồi tháng ngày rồi xa tại mùi xây này đang còn ảnh nật lục ta nứng á hỏi của miền đi ta côn chật ảnh nật xà lanh lục ta nứng đọc bê khơi mùi xây này đang riêng bài riêng mà hộp ở quạt vui tới quạt cài chật có cài chật mùi xây này nứng ôi mà đai rồi bao giờ mùi xây này nứng của ôi đi tha ôi lục ta ôi lục ta luôn nơi tẹt kị quạt chẳng á chẳng lục ta nâng cô quạt đặt chất từ sông mà đai mùi xây này nứng chênh bị sọc phum tại nơi rua nơi là an rồi bao quạt mình chá tại rua nơi là an rồi bao quạt tăng sả mát thị ý tha quạt miền ấy hộp nâng tam cầm lăng chỉ vô rồi bao quạt này cháy đòn đời xa tại mùi xây này nè quạt ảnh nát miền chất tại lơ lục ta nắng của quạt ban tại lùi mưa tam rồi lục ta nắng tại đó cái lại là an nâng tay để thọp ở ruộng nơi bị muốn nè đó p tới đó nóng tới đó nóng đi tha lục ta nó cụ mùi sợi này đang đai cho tới cụ vạ ơi cho mùi sợi này nó cụ xua non bị mùi sợi này đang tha đi tha mùi sợi này đang mọc nâng thừa vậy mọc tam lục ta men anh chẳng tay xu nôm đằng rương o đời xa tại mùi sợi này đang ảnh nát xà lanh lục ta ban ở quạt mà mưa ca kho trơ bi lục ta này rùa nơi chỉ mũi kia du tới bằng mai bằng ồn chật tay để râu lục ta nè nè hai lục ta ban này dây tha quạt nắng cổ miên côn chỉ muối mùi sợi này nè miên côn chỉ muối ở mùi sợi này nâng hói lục ta nâng có quạt ban này dây tha rồi dẹp p 7 năm ban ở lục ta hay nâng mùi sợi này nâng mà chuốc mà đài bà bỏ quạt nè mà đài rồi bỏ mùi sợi này đó nè tay mà đai rồi bỏ mùi sợi này có tam rô côn ở sợi này đang đai tay rô mình khơi rồi xa ta cơ thắng bạch pi ở bạch lục ta nâng tới xong say ta mà rô lục ta nâng ở chờ mùi lục ta nâng á thôi mà đai bỏ quạt đi tha có trục tam rô tới bạch ở côn ở mùi sợi này nâng á đọc bên chẳng mau chậm riêng xua mà đai mùi sợi này nè hai tiếng sự ở mùi sợi này đang miên côn dụ đó là 7 năm 3 2 để dạ về 7 năm ban ở mùi sợi này hay lục ta nó mà chụp mà đai ở mùi sợi này đó đọc bên chẳng mà đai mùi sợi này đang mình vô tục bay pi lục ta đang đai đời xa tề ảnh nát lục ta nâng đai chẳng cô khoát khen lục ta nâng hay mùi sợi này nó oi rốt xí nơi ai sọc cầm này chụp oi lục ta nâng từ nơi luôn nơi ai là an phnom nâng tiệt bây giờ mùi sợi này nâng của rốt xí chỉ mùi lục ta nâng đi tham miên tẹt sầm bay chỉ mùi nâng lục ta nâng tới hỏi lục ta nâng của chắp đam đi tha chả chỉ đi tới tiết đó nè ọt hiền prap mùi sợi này đang tê ọt hiền prap mùi sợi này đang tê tròn tê của sống mà đai ở mùi sợi này đang quạt đôi ta quạt thạt sông tam ở cũng oi tham miên bịa lơ lua khát ấy na bông mai ôn xong mà đai bọc quạt nâng tới rua nơi ai là an phnom bình
ដោយសារតែគាត់ចាស់ជរាទៅហើយមិនចង់ឲ្យរំខានពីក្មួយស្រីណែតហ្នឹងទៀតអញ្ចឹងឲ្យក្មួយស្រីណែតហ្នឹងមើលថែតែកូនហើយគាត់រៀបនឹងទៅភ្នំហ្នឹងក៏គាត់បានរកលុយរកកាក់ធ្វើផ្ទះធ្វើឲ្យមានដូចថាមានបានឲ្យក្មួយស្រីណែតហ្នឹងដែរណាអញ្ចឹងលោកតាហ្នឹងលោកតាណៃហ្នឹងក៏បានទៅសុំម្ដាយក្មួយស្រីណែតហ្នឹងទៅរស់នៅល្អាងអត់ប្រាប់ក្មួយស្រីណែតហ្នឹងទេអញ្ចឹងលោកតាណៃហ្នឹងសុំហើយក៏យប់ឡើងលោកតាណៃក៏លួចចេញទៅនៅល្អាងកន្លែងគាត់ធ្លាប់រស់នៅពីមុនណាតាំងសមាធិតាំងអីហ្នឹងទៅអញ្ចឹងដល់ពេលភ្លឺឡើងនេះអូនស្រីណែតនេះក៏បាត់ដូចថាបាត់ប្តីរបស់គាត់ណាបាត់លោកតាណៃហ្នឹងក៏សួរនាំម្ដាយមានឃើញប្តីគាត់អីទេអញ្ចឹងដែរតែម្ដាយរបស់គាត់ក៏ប្រាប់រឿងហេតុការហ្នឹងទៅហេតុលោកតានឹងដែលថាសុំទៅនៅល្អាងភ្នំវិញអញ្ចឹងណាហើយក្មួយស្រីណែតនឹងក៏គាត់បានទៅតាមដែរគាត់ថាភរិយារបស់គាត់នឹងបានមកតាមគាត់ដល់ល្អាងភ្នំនឹងម្ដងទៀតប៉ុន្តែលោកតាណៃគាត់បាននិយាយជាមួយក្មួយស្រីណែតនឹងថាគាត់សុំនៅតាំងសមាធិនឹងរហូតគាត់អត់ទៅនៅដូចថានៅស្រុកកំណើតវិញទេដោយសារតែគាត់ចាស់ជរាទៅហើយអញ្ចឹងធ្វើអីមិនបានដោយសារតែខ្លាចរំខានក្មួយស្រីណែតហ្នឹងណាអញ្ចឹងឲ្យក្មួយស្រីណែតហ្នឹងរកលុយរកកាក់ចិញ្ចឹមតែកូននឹងម្នាក់ទៅដោយសារសុំលោកតានឹងព្យាយាមសុំក្មួយស្រីណែតនឹងជាលើកដងច្រើនសារមកក៏ក្មួយស្រីណែតនឹងយកព្រមពីលោកតានឹងហើយក្មួយស្រីណែតហ្នឹងក៏បានមករស់នៅស្រុកភូមិកំណើតនេះវិញតាំងពីពេលហ្នឹងមកក៏បាត់ឈ្មោះពីលោកតាហ្នឹងទៅហើយមានបរោះផ្សេងហ្នឹងមកមានចិត្តមានថ្លើមពីក្មួយស្រីណែតហ្នឹងហើយក្មួយស្រីណែតហ្នឹងក៏ដូចថាបាត់បង់ពីលោកតាយូរដែរហើយអញ្ចឹងក៏គាត់មានចិត្តមានន័យថារកដៃគូមកជំនួសលោកតាហ្នឹងទៅហើយលោកតារៀបនឹងប្រាប់ឲ្យក្មួយស្រីណែតហ្នឹងមកក៏ប្រាប់ដែរថាឲ្យរកស្វាមីក្រោយអីទៀតទៅក៏មកលំពឹងមកលើគាត់ដោយសារតែគាត់ចាស់អីហើយអញ្ចឹងណាអញ្ចឹងក្មួយស្រីណែតហ្នឹងក៏បានយកស្វាមីក្រោយរបស់គាត់ហើយក្មួយស្រីណែតហ្នឹងក៏គាត់សម្រស់ស្រស់ស្អាតដែរណាពុកម៉ែបងប្អូនក៏បានយករៀបការជាមួយប្តីក្រោយហ្នឹងរស់នៅជាមួយប្តីក្រោយហ្នឹងគេធ្នមថ្នាក់ក្មួយស្រីណែតណាដោយសារតែគាត់ជាស្រីមេម៉ាយមែនប៉ុន្តែសម្រស់របស់គាត់ដូចថាក្រមុំមិនដូរណាអញ្ចឹងក៏មើលថែគាត់ថាក្មួយស្រីណែតនឹងរស់នៅជាមួយស្វាមីក្រោយហ្នឹងដល់សប្តាហ៍ថ្ងៃហ្នឹងហើយលោកតាក៏បាននិយាយថាគាត់ក៏អដែរដោយសារតែដូចថាអ្នកគាត់ស្រឡាញ់គាត់អីហ្នឹងមានក្តីសុខជាមួយប្តីក្រោយអញ្ចឹងដោយសារតែគាត់ចាស់ជរាទៅហើយមិនសមនៅជាមួយនឹងក្មួយស្រីណែតហ្នឹងអីអញ្ចឹងណាហើយសាច់រឿងលោកតាក៏មានតែប៉ុណ្ណឹងដោយសារតែក្មួយស្រីណែតហ្នឹងមានស្វាមីហើយគាត់មិនចង់ជ្រៀតជ្រែកសាច់រឿងដូចថាផ្ទៃក្នុងកុំឲ្យក្រុមគ្រួសាររបស់គាត់នឹងឆ្លោះគ្នាទៀតណាហើយសាច់រឿងគាត់មានតែប៉ុណ្ណឹងដែរហើយក៏admin សូមអធិស្ឋានដែរបើនិយាយទៅមានពាក្យលឺលួសខ្វះខាតក៏សូមអធិស្ឋានទៅពុកម៉ែបងប្អូនដែរហើយក៏សូមអរគុណសូមជម្រាបលាតែប៉ុណ្ណឹងសូមអរគុណ